ngày ní nhung nângจะchơi bị can đặt pôn ở vòng đấy mà lời Campuchia nâng Paul Papo mà lời CarosiในCampuchia và đôi lúc nẹt đằng hái ở đấy bạn đặt pôn sai sập bùn phía rồi mà lời Campuchia tầm đấy để nom châu bị Campuchia đằng đấy đại chỉ pôn khu chính kê và việc hiện nó bật tại chật hàng chẳng mà vậy là cả láng ca của bị chơi vào dưới nâng lẹ cho đời xa pôn nước khu chiên bật tại đại của cuộc chơi một giường của dương nom trên đằng đấyឆ្នាំមុន9,920លានដុល្លារហើយយើងនាំចូលបានពីអាមេរិកបើវិញគឺតែ264លានដុល្លារទេបើយោងទៅតាមតនន័យពីអគ្គនាយកដ្ឋានកយនិងរដ្ឋកោកម្ពុជាអញ្ចឹងតែបើពន្ធវិញគឺជា49%ហើយគុកជែងនឹងប្រទេសជិតខាងដែលនាំចេញរង្វាន់ដូចគ្នាហ្នឹងស្ទើរគ្នាហ្នឹងគឺមានបង់ប្រទេសគេដាក់តែ37%ទេហើយប៉ាគីស្ថាន29%ឥណ្ឌា26%បាទគេទៀបជាងយើងមានតែវៀតណាមទេដែលរៀងស្តៀងយើង46%គេប៉ុន្តែនៅតែទៀបជាងយើង3%ក្នុងករណីកម្ពុជាយើងនឹងធ្លាក់ចុះច្រើនអញ្ចឹងរោងចក្រគាត់មិនអាចទៅផ្លាស់ដូរទីក្នុងមួយអាទិត្យពីអាទិត្យទេប៉ុន្តែបើសិនជាអត់មានដំណោះស្រាយទេរោងចក្រមួយចំនួនអាចនឹងចេញពីប្រទេសកម្ពុជាដោយសារតែពន្ធខាងប្រទេសផ្សេងដែលពួកចេញយើងមានទៀបជាងយើងប៉ុន្តែខ្ញុំជឿថារដ្ឋាភិបាលដឹកនាំដោយសម្ដេចបបហ៊ុនម៉ាណែតពួកគាត់ជាអ្នកសេដ្ឋកិច្ចខ្ញុំជឿថាគាត់នឹងចាប់ដើមបញ្ជូនក្រុមការងារដើម្បីចរចាជាមួយរដ្ឋាភិបាលអាមេរិកហើយខ្ញុំគិតថាដំណោះស្រាយដែលល្អបំផុតគឺយើងប្រទាបពន្ធនាំចូលអវ៉ាន់របស់អាមេរិកប្រតិពន្ធដោយសារយើងនាំចូលបានគាត់តិចណាស់200លានជាងហើយយើងនាំចេញវិញដល់ទៅជិត 10,000 លានអញ្ចឹងគាត់ដាក់ពន្ធ49%វាជិត 50% វាស្មើនឹងជិត 5,000 លានដុល្លារហ្នឹងហើយពេលខ្លះគាត់នៅអត់បានពន្ធនឹងផងបើសិនជានិយាយពីវែងឆ្ងាយណាហើយបើយើងដាក់ពន្ធទៅលើអាមេរិកទៅអវ៉ាន់តែ264លានដុល្លារហ្នឹងយើងដាក់ពន្ធ 100% លើគេក៏យើងបានតែ26លានដុល្លារអីទេអញ្ចឹងខ្ញុំគិតថាល្អបំផុតគឺយើងប្រទាបពន្ធខ្ញុំគិតថារដ្ឋាភិបាលនឹងប្រទាបពន្ធចរចាប្រទាបពន្ធលើអវ៉ាន់អាមេរិកហើយពេលដែលប្រទាបពន្ធវាអាចថាប្រទាបមកបើសិនយើងប្រទាបមក48%អាហ្នឹងយើងវាប្រហែលនឹងឥណ្ឌាគឺស្មើនឹង24%យើងប្រហែលគ្នាអញ្ចឹងកុំឲ្យថាពន្ធដាក់ពន្ធដាក់ទៅអាមេរិកកុំឲ្យតែយើងខ្ពស់ជាងគេយើងធ្វើម៉េចឲ្យប្រហាក់ហាយគេយើងអាចប្រកួតចែងមួយគេហើយយើងអាចរក្សានៅការប្រកួតចែងនិងការរីកចម្រើនរបស់យើងឬក៏យើងចរចាមិនធ្លាក់មក35%ពន្ធទៅលើអាមេរិកហើយអាមេរិកប្រហែលជាកាត់ពួកគាត់មាន discount យើង 50% បើយើងដាក់ 35% គាត់នឹង discount ឲ្យយើងគាត់ពន្ធលើយើងតែ 17.5% ទេអញ្ចឹងក្នុងករណីហ្នឹងពន្ធនឹងធូរតែមានអ្វីកាត់ឡើងទៅលើការរកស៊ីនៅកម្ពុជាដោយសារតាមពិតអវ៉ាន់ដែលយើងនាំចូលពីច្រើនពីអាមេរិកហ្នឹងគឺឡានមួយទឹកពីអាមេរិកហើយពន្ធឥឡូវហ្នឹង 100% ជាងហើយអញ្ចឹងពេលនាំទៅរបស់បោកខ្លះ 10000 ជាងមកដល់ស្រុកខ្មែរ 30000 ជាងអញ្ចឹងទៅព្រោះថាបូកពន្ធបូកបាត់បូកផលចំណេញរបស់គាត់បូកនឹងថ្លៃនាំអវ៉ាន់មកចូលក្នុងស្រុកអញ្ចឹងគឺថ្លៃអញ្ចឹងបើសិនជារដ្ឋាភិបាលថាចរចាឲ្យជោគជ័យហើយខ្ញុំជឿនឹងមានការចរចា 100% ជោគជ័យនោះមានតែដំណោះស្រាយមួយគឺប្រតិពន្ធរបស់អាមេរិកហើយបើសិនប្រតិពន្ធរបស់អវ៉ាន់អាមេរិកមានន័យថាអវ៉ាន់ដែលនាំចូលដូចជាពិសេសឡានមួយទឹកបើយើងនៅតែនាំចូលឡានមួយទឹកពីអាមេរិកណាអញ្ញាតនាំចូលករណីហ្នឹងគឺឡានហ្នឹងនឹងធូរថ្លៃទៅហ្មងឡានពីអាមេរិកធូរថ្លៃវានឹងប៉ះពាល់ដល់ទីផ្សារឡានមួយទឹកនៅកម្ពុជានឹងធ្វើឲ្យឡានតម្លៃឡានមួយទឹកហ្នឹងធ្លាក់ចុះតែម្ដងជាពិសេសឡានមួយទឹកតម្លៃឡានមួយទឹកនៅដែលនាំចូលពីអាមេរិកមកហើយខ្ញុំឃើញណាហ្នឹងនឹងប៉ះពាល់ដល់អ្នកជំនួយមួយចំនួនដែលតែต้องការគាត់លក់ឡានលក់នឹងទិញឡានគាត់ទិញឡានចូលពេលដែលមានបញ្ហាឧទាហរណ៍ថារដ្ឋាភិបាលចរចាត្រូវយើងប្រតិពន្ធរបស់អាមេរិកគឺឡានហ្នឹងនឹងធូរថ្លៃហើយធ្វើឡានមកទឹកទីផ្សារឡានមកទឹកហ្នឹងទៅធ្លាក់ថ្លៃតែម្ដងបាទអានេះយ៉ាងអ្វីដែលខ្ញុំគិតពិចារណាខ្លួនឯង
ai từ lứa ca để dương cho cha chụp cháy và tiệp bốn bỏ hàm rịch hay ca kịch bọc nhóm cứ chỉ personal opinion đi ca kịch talk luôn bọc nhóm hay cái nơi để chia sẻ thay rồi thà bán nâng rô nó sai củaการนำจริงแต่บริษัทนั่นคือสมาร์นั่ง30%ที่เราเชียงในการนำจริงจากการปลุกโลกจึงเป็นสำคัญยังกระตาปลุกกอดกระโปรงได้ประชุมเรียพองสำนักบคนบรรณาก็นำประชุมกลุ่มการนี้ให้หนึ่งถือการจอจ่าให้ยังชี้แจงเลยกวาดเปิดกวาดจีนเศรษฐกิจให้ยังชี้แจงเลยรัฐบาลกัมพูชีบรรดาตัวอย่างนั้นไว้กันได้เป็นการพอปาปัวโดยที่ต้องทำลายล้างวิตักทศสัญญียังกระตารัฐบาลติดตามเพลินนั้น